សួស្តីអ្នកគ្នាថ្ងៃនេះគឺជាវីដេអូថ្មីមួយទៀតហើយដែលខ្ញុំទៅស្រុកចំថ្ងៃភ្ជុំហ្នឹងហើយខ្ញុំយកត្រីយកមកបំពេញហើយទុកវាមួយអាទិត្យវាក៏មានកូនតោះមកមើលវីដេអូហ្នឹងទាំងអស់គ្នាហ្នឹងហើយដំបូងឡើយគឺខ្ញុំដួសត្រីគឺត្រីហ្នឹងគឺក្មួយខ្ញុំអ្នកឲ្យទេហើយដោយសារខ្ញុំនៅបំពេញនេះគឺមានត្រីកំឈ្មោលមួយហើយអញ្ចឹងទៅខ្ញុំត្រូវយកញីដើម្បីប្រកាត់យកកូនអីចឹងណាហ្នឹងអ្នកនរគ្នាការខ្ញុំនៅស្រុកក៏ខ្ញុំចំរបៀបគាត់ដែររបៀបយើងដាក់នៅក្នុងពាងចោលទៅគឺត្រីហ្នឹងវានឹងមានកូននៅខ្លួនឯងចឹងដល់យើងអត់ចាំបាច់ប្រកាត់អីដូចប្រភេទត្រីកំខ្ញុំមើលនៅក្នុងពាងគាត់គឺគាត់ដាក់មកគូចឹងណាមានញីមានឈ្មោលមកគូខ្ញុំថតអត់សូវឃើញទេអ្នកគ្នាឥឡូវយើងដួសបានហើយនេះបាន2ហ្នឹងផ្លេចបញ្ជាក់អ្នកនរគ្នាប្រភេទហ្នឹងគឺជាប្រភេទត្រី7ពណ៌ជាងខ្ញុំសម្រាប់យក2នេះទៅ2ហ្នឹងគឺញីទាំង2អ្នកនរគ្នាដោយសារនៅក្នុងទូខ្ញុំគឺមានឈ្មោលស្រាប់ហើយជាងខ្ញុំទុកវាតែមួយអាទិត្យនៅក្នុងទូគឺវាមានកូនណាដូចអ្នកនរគ្នាឃើញហ្នឹងគឺកូនវាតូចៗជាងខ្ញុំថតមើលអត់សូវឃើញហ្មងនេះវានៅសម្រាប់អានេះវិញគឺខ្ញុំថតបែបប្រហែលជាខ្ទង់20ថ្ងៃឯងវាកើត20ថ្ងៃឯងអញ្ចឹងវារៀងធំដែរហើយសម្រាប់កូនវាដែរគឺវាច្រើនគួរសមដែរអាចខ្ទង់20កូនឯដែរ20កូន20ជាងខ្ញុំរាប់អត់អស់ដែរវាហ្នឹងខ្ទង់ប៉ុណ្ណឹងឯងដូចអ្នកនរគ្នាឃើញពណ៌លឿងទឹកពណ៌លឿងហ្នឹងគឺមិនមែនទឹកនឹងល្អអ្នកនរគ្នាគឺមកពីអំពូលរបស់ខ្ញុំនៅពេលដែលខ្ញុំដាក់ចូលទៅគឺខ្ញុំដាក់ពលឺពណ៌លឿងអញ្ចឹងដើម្បីឲ្យកុំឲ្យវាភ្លឺខ្លាំងពេកជាងកូននេះរៀងធំគួរសមដែរដូចអ្នកនរគ្នាឃើញអញ្ចឹងជាមួយខ្ញុំព្យាយាមអាប់ដេតឲ្យអ្នកទាំងអស់គ្នាមើលថាធំទៅវាចេញពណ៌មិនខ្លះសម្រាប់ក្នុងទូខ្ញុំបច្ចុប្បន្ននេះគឺអត់មានរុក្ខជាតិទៀតទេអ្នកទាំងអស់គ្នាគឺខ្ញុំដាក់តែដើមឫស្សីទេដោយសាររុក្ខជាតិដែលខ្ញុំដាំប្រហែលដងហ្នឹងគឺ fail គឺវាងាប់អស់ហ្មងអ្នកទាំងអស់គ្នាដោយសារយើងអត់នៅបានបើកភ្លើងវាជាប់លាប់វាលួយនៅក្នុងទឹកនេះខ្ញុំបើកភ្លើងរៀងភ្លឺបន្តិចដើម្បីឲ្យអ្នកទាំងអស់គ្នាស្រួលមើលនឹងមួយទៀតជាមើលពេលដែលត្រីហ្នឹងធំអស់ខ្ញុំចង់យកប្រភេទពូជត្រី7ពណ៌ហ្នឹងមកដែរប៉ុន្តែប្រភេទពូជផ្សេងមកខ្ញុំចង់យកប្រភេទទៅជាដំរីទៅជាអីយកមកចិញ្ចឹមវិញដោយសារវារៀងប្លែកដែរហើយណាមួយពូជវារៀងស្អាតជាងប្រភេទពូជបែបចេះអញ្ចឹងខ្ញុំចង់បង្កាត់ជាមួយពូជអញ្ចឹងចង់ដឹងថាពេលវាមានកូនវាចេញរូបរាងមិនវិញដូចអ្នកនរគ្នាឃើញកន្លែងខ្ញុំតែខ្ញុំវាញ៉ៃបន្តិចដោយសារអត់ទាន់បានរៀបចំអីស្អាតទេហើយទូខ្ញុំក៏រៀងស្រឡះបន្តិចដែរអញ្ចឹងនៅពេលដែលប្រភេទត្រីនេះធំអស់គឺខ្ញុំទិញប្រភេទត្រីផ្សេងដែលខុសពី7ពណ៌យកមកចិញ្ចឹមដែរឥឡូវខ្ញុំដាក់ចំណីឲ្យវាស៊ីបន្តិចសិនដើម្បីងាយស្រួលថតនេះគឺជាប្រភេទសម្រាប់ដាក់ចំណីអ្នកនរគ្នាបើសិនជាអ្នកនរគ្នាទៅខេត្តឆ្ងាយទៅអីចឹងហើយយើងទុកត្រីចោលយើងអត់មានពេលដាក់អ្នកនរគ្នាគួរតែមានប្រភេទហ្នឹងមួយហើយអ្នកទាំងអស់គ្នាអាចឆាតមក page Electromat Cambodia បានប្រភេទហ្នឹងគឺមានលក់តម្លៃ$12មិនធំតែប៉ុណ្្នឹងទេគឺយើងអាចស្រែវាឲ្យចេញចំណីហ្នឹងចេញតិចចេញច្រើនតាមអីដែលយើងស្រែអញ្ចឹងណាតោះឡើងមកត្រឡប់មកមើលកូនត្រីរបស់យើងវិញនេះនៅពេលដែលខ្ញុំថតពីខាងក្រោមចេះគឺងាយស្រួលមើលជាងហើយកូនវាច្រើនគួរសមយកប្រភេទម៉ូលីប្រភេទអីយកមកចិញ្ចឹមដែរដើម្បីកុំឲ្យមានតែមួយពូជមានតែ7ពណ៌នៅក្នុងហ្នឹងអញ្ចឹងទៅវាអត់សូវស្រស់ស្រាយអញ្ចឹងខ្ញុំចង់មានពណ៌ផ្សេងពណ៌ស្អាតប្រភេទ glow fish ប្រភេទអីយកមកចិញ្ចឹមខ្លះទៀតឲ្យវាមិចគ្នាអញ្ចឹងណាតែខ្ញុំចង់ឲ្យដើមឫស្សីហ្នឹងវាបែកគុំឲ្យច្រើនបន្តិចសិនខ្ញុំចង់យកដើមឫស្សីហ្នឹងដេកនៅក្នុងទូហ្នឹងឲ្យស្អាតស្របជាមួយនឹងមានពូជត្រីច្រើនអូខេសម្រាប់វីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងអរគុណអ្នកនរគ្នាដែលបានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់